ជាកិច្ចបន្ទាប់សូមរីករាយទស្សនាការសម្ដែងអំពីពិធីជូនម្ហូបអាហារបាយសម្លមេដាបៃតារបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាអូឡ িম্প ិកពិធីជូនម្ហូបអាហារបាយសម្លមេដាបៃតាគឺជាពិធីប្រពៃណីធំមួយរបស់ខ្មែរយើងដើម្បីសម្ដែងនូវកតញ្ញូដឹងគុណចំពោះលោកអ្នកមានគុណដែលប្រជាពលរដ្ឋខ្មែរយើងទូទៅតែងតែប្រារព្ធធ្វើជាប្រចាំរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាពេលវេលាជួបជុំគ្នាដែលបងប្អូនកូនចៅសាច់ញាតិទាំងអស់ទោះនៅទីជិតទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាដើម្បីរៀបចំអំណោយនានារួមទាំងម្ហូបអាហារបាយសម្លជូនមេដាបៃតាដែលជាព្រះរស់ក្នុងផ្ទះនិងរៀបចំជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមផងដែរកូនចៅតែងតែត្រៀមចិត្តត្រៀមកាយដើម្បីគោរពនិងរៀបចំកាដូទុកជូនជីដូនជីតាមេដាបៃតាទៅតាមធនធាននិងលទ្ធភាពជាក់ស្ដែង1ចំណីអាហារនំចំណីជាបច្ច័យក្នុងបច្ច័យទាំង4បណ្ឌបាតបច្ច័យសំដៅលើចំណីអាហារបើកូនអាចធ្វើបានគឺល្អប្រពៃណាស់ហើយវាជាស្បៀងដែលត្រូវការជាងគេចំណែកឯម្ហូបអាហារបាយសម្លកូនចៅអាចរៀបចំជូនទៅតាមធនធាននិងលទ្ធភាពដែលរួមមានដូចជាត្រីងៀតត្រីឆ្អើរគ្រឿងកំប៉ុងដែលអាចទុកបានយូរឬបាយសម្លចំអិនជូនលោកពិសាទាន់នៅក្តៅ2ថ្នាំសង្កូវជួយការពារសុខភាពនិងព្យាបាលលោកអ្នកមានគុណបើអ្នកមានគុណរស់នៅឯស្រុកឆ្ងាយពីកូនកាលបើឈឺថ្កាត់ពេលយប់ប្រលប់ចាំបាច់ត្រូវតែមានថ្នាំសង្កូវខ្លះមានទុកនៅផ្ទះស្រាប់ដូច្នេះកូនគួរតែទិញថ្នាំសង្កូវឬថ្នាំជួយសុខភាពជូនលោកអ្នកមានគុណទុកប្រើប្រាស់ក្នុងនោះអាចមានដូចជាប្រេងកូឡាប្រេងរឹតថ្នាំរឹតដៃរឹតជើងថ្នាំក្តៅថ្នាំត្រជាក់ឬកញ្ចប់ដាក់សម្ភារៈសង្គ្រោះបឋមជាដើមនិងគួរតែទិញជាប្រអប់មួយទុកដាក់ដើម្បីរក្សានៅសុវត្ថិភាពនិងងាយស្រួលរកយកមកប្រើពេលចាំបាច់ពិសេសពេលយប់ប្រលប់ផងដែរកូនគួរតែទិញជូនទុកពួកគាត់ហើយសរសេរអក្សរដាក់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំឲ្យពួកគាត់ប្រើខុសប៉ះពាល់ដល់សុខភាព3សម្លៀកបំពាក់ជាគ្រឿងលម្អពីខាងក្រៅដែលអ្នកមានគុណត្រូវការប្រើប្រាស់រាល់ថ្ងៃយ៉ាងណាក៏ដោយតម្លៃនៃសម្លៀកបំពាក់សមស្របទៅតាមលទ្ធភាពរបស់កូនគ្រប់គ្នាពេលដែលអ្នកមានគុណរបស់កូនស្លៀកសម្លៀកបំពាក់ដែលយើងទិញជូនគាត់នឹងនឹកឃើញដល់កូនដែលនៅឆ្ងាយក្នុងន័យនេះគឺលើកពាក់អាវនឹកឃើញដល់កូនដែលជាអ្នកជូនអ្នកមានគុណនឹកឃើញហើយញញឹមសប្បាយចិត្តពេលដែលមានខោអាវថ្មីស្អាតហើយកូនជាអ្នករៀបចំជូនទៀតនោះ4លុយកាក់ថវិកាគឺជាអំណោយដែលស្រួលរៀបចំជូនអ្នកមានគុណហើយកូនចៅអាចជូនអ្នកមានគុណបានគ្រប់ពេលមិនថានៅជិតឬឆ្ងាយបើកាលណាមិនអាចទៅទិញសម្ភារៈឬម្ហូបអាហារទាន់កូនចៅអាចជូនលុយកាក់ដល់អ្នកមានគុណក៏បានការជូនលុយកាក់បានផ្ដល់ជំរើសឲ្យលោកទាំងពីរច្រើនគឺបើគាត់ចង់ពិសាអ្វីទិញអ្វីក៏អាចប្រើប្រាស់ជាធម្មតាប្រចាំថ្ងៃឬសម្រាប់គាត់រៀបចំពេលបុណ្យទានក៏បានមេដាបៃតាជាអ្នកមានគុណជាព្រះរស់របស់កូន